រឿងនិទានខ្មោចសំឡេងហៅពីក្រោមដើមពោតកាលពីយូរលង់មកហើយនៅភូមិដាច់ស្រយាលមួយមានដើមពោតចាស់ដ៏ធំមួយនៅចុងភូមិអ្នកភូមិគ្រប់គ្នាជឿថានៅពេលរាត្រីជ្រៅគ្មាននរណាហ៊ានដើរកាត់ទីនោះទេព្រោះគេតែងឮសំឡេងស្ត្រីម្នាក់ស្រែកហៅថាជួយខ្ញុំផងខ្ញុំត្រជាក់ណាស់គេមានយុវជនក្លាហានម្នាក់ឈ្មោះខវិចិត្រអ៊ីមិនជឿរឿងខ្មោចឡើយយប់មួយគាត់កាន់ចង្កៀងដើរទៅរកដើមពោតដើម្បីបញ្ជាក់ថារឿងនោះគ្រាន់តែជាពាក្យចាមអារាមប៉ុណ្ណោះពេលនាឡិកាឈានដល់ម៉ោង12យប់ខ្យល់ត្រជាក់ចាប់ផ្ដើមបក់ខ្លាំងស្លឹកពោតរវិលរវល់ហើយសំឡេងនោះក៏លាន់ឡើងវិញជួយខ្ញុំផងវិចិត្រដើរតាមសំឡេងរហូតឃើញនារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌សក់វែងគ្រប់មុខឈរនៅក្រោមដើមពោតនាងនិយាយដោយសំឡេងស្រាលថាប៉ាអ្នកចិត្តល្អសូមជួយរើសក្រមារបស់ខ្ញុំផងវិចិត្រកោងខ្លួនចុះរើសក្រមានៅលើដីប៉ុន្តែភ្លាមនោះគាត់សង្កេតឃើញថាជើងរបស់នាងមិនប៉ះដីទេហើយបែរទៅក្រោយវិញគាត់ភ័យស្លន់ស្លោរត់អស់កម្លាំងដោយមិនហ៊ានងាកក្រោយតាំងពីថ្ងៃនោះមកវិចិត្រមិនដែលអួតថាខ្លួនក្លាហានជាងអ្នកដទៃទៀតឡើយអ្នកភូមិក៏បន្តគោរពទីកន្លែងនោះនិងមិនហ៊ានរំខានវាទៀតចាប់តាំងពីពេលនោះសំឡេងហៅពីក្រោមដើមពោតនៅតែលាន់នៅរៀងរាល់យប់ខែពេញបូនមេហើយគេនិយាយថាបើអ្នកនរណាម្នាក់ហៅឈ្មោះអ្នកពីក្រោយនៅក្បែរដើមពោតកណ្ដាលអាធ្រាត្រកុំងាកក្រោយជាដាច់ខាត